ចាប់ពីមហាសមុទ្ររបស់យើងរហូតដល់កសិដ្ឋាននិងផ្ទះរបស់យើងអាកាសធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងសុវត្ថិភាពចំណីអាហារដោយសារការប្រែប្រួលអាកាសធាតុបានជំរុញឲ្យស្ថានភាពឡើងខ្ពស់នាំឲ្យសុវត្ថិភាពចំណីអាហាររបស់យើងស្ថិតក្នុងហានិភ័យសមុទ្រកាន់តែក្តៅបង្កើតជាលក្ខខណ្ឌអំណោយផលដល់ជាតិពុលជីវសាស្ត្រសមុទ្រដែលអាចប៉ះពាល់ដល់សុវត្ថិភាពអាហារសមុទ្រដីកាន់តែក្តៅបញ្ចេញលោហៈធន់ធ្ងន់បន្ថែមទៀតដែលនាំឲ្យដំណាំស្រូបយកសីតុណ្ហភាពកើនឡើងនាំមកនូវសត្វល្អិតកាន់តែច្រើនដែលធ្វើឲ្យរុក្ខជាតិងាយនឹងឆ្លងមេរោគផ្សិតបញ្ហាប្រឈមនៃសុវត្ថិភាពចំណីអាហារដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុកំពុងបង្កើនល្បឿននិងប៉ះពាល់ដល់សុខភាពរបស់យើងជីវភាពរស់នៅសេដ្ឋកិច្ចនិងពាណិជ្ជកម្មឆ្លងដែនខ្សែសង្វាក់ផ្គត់ផ្គង់និងប្រព័ន្ធនាយកកម្មអាហាររបស់យើងត្រូវតែដោះស្រាយបញ្ហាប្រឈមទាំងនេះដោយការសម្របសម្រួលការអនុវត្តនិងគោលនយោបាយដែលបង្កើតប្រព័ន្ធភាពធន់ចំណីអាហារអនាគតនៃសុវត្ថិភាពចំណីអាហារទាមទារឲ្យមានវិធីសាស្ត្របូរេសកម្មចំពោះវិស័យសុខាភិបាលកសិកម្មពាណិជ្ជកម្មនិងបរិស្ថានតាមរយៈការចាត់វិធានការដើម្បីរក្សាសុវត្ថិភាពចំណីអាហារថ្ងៃនេះយើងអាចការពារបាននូវជីវិតនិងជីវភាពរស់នៅរបស់យើងនៅថ្ងៃស្អែក